Bah, số đây bằng vốn nạc này. Ngày nay đã dương vờ mà chụp kia mà đòn tiền đấy. Thì ngày nay đã cực nhung trong trai dần lệ bóng ôn tệ tôn chỉ mùi nâng ca bằng ca nơi Gmail account. Các bọn tái, ngày nay nhung trong update nơi ca bằng ca hay Paul Passport đại dương prao Gmail account tịch. Bóng ôn đang hay tham Gmail account mình tha tù sạp Androidឬក៏ iOS ទេគឺយើងត្រូវការមាន Gmail account Gmail account ហើយទើបយើងយក Gmail account ហ្នឹងយកទៅបង្កើតជា Apple ID ហើយអ្វីបានជាខ្ញុំថា Gmail អាចបង្កបញ្ហាដល់បងប្អូនស្ដាប់អត់ច្រឡំទេ Gmail គឺពិតជាអាចនាំបញ្ហាដល់បងប្អូនពិតមែនលើកយកមកតែមួយចំណុចទេសម្រាប់បញ្ហាដែលតាក់ទងជាមួយ Gmail នោះគឺជា Gmail ដែលមិន personal មានន័យថាបងប្អូនប្រើ Gmail លោកឡំជាមួយអ្នកដទៃនោះហើយដែលជាបញ្ហានៅត្រង់ណានៅត្រង់ថាពេលដែលបងប្អូនដាក់ Gmail account របស់គេចូលក្នុងទូរស័ព្ទដៃបងប្អូនពេលដែលបងប្អូនថតរូបថតវីដេអូដែលបងប្អូនគិតថា private ជារូបភាពដែលអាកំបាំងឬក៏វីដេអូដែលអាកំបាំងឯកសារអាកំបាំងមិនចង់ឲ្យអ្នកដទៃមើលនោះគឺជាបញ្ហាពីព្រោះថាបើសិនជាបងប្អូនដាក់ Gmail ជាមួយអ្នកដទៃវីដេអូនិងរូបថតដែលបងប្អូនបានដាក់នោះវានឹងចូលទៅកាន់ទូរស័ព្ទអ្នកដទៃដែរបងប្អូនស្ដាប់អត់ច្រឡំទេកន្លែងនេះខ្ញុំបញ្ជាក់ទៀតថាប្រសិនបើបងប្អូនមិនមាន account Gmail ផ្ទាល់ខ្លួនទេបងប្អូននៅប្រើ Gmail ជាមួយអ្នកដទៃពេលដែលបងប្អូនថតរូបថតវីដេអូដែលជាលក្ខណៈ private ពិតណាស់ថាវីដេអូនិងរូបភាពនោះវាមិន private ទេអញ្ចឹងតើធ្វើម៉េចទើបឲ្យរូបភាពវីដេអូនោះវាទៅជា private ឥឡូវនេះបើសិនបើបងប្អូនចង់បានភាពឯកជនបងប្អូនគួរណាស់តែរៀនបង្កើតនៅ Gmail account នៅខ្លួនឯងហើយបងប្អូនអាចទស្សនាវីដេអូជាមួយខ្ញុំបានខ្ញុំនឹងបង្ហាញបងប្អូនអំពីរបៀបនៃការបង្កើតតោះអញ្ចឹងកុំឲ្យខាតពេលយូរយើងចូលទៅទស្សនាវីដេអូទាំងអស់គ្នាតោះ Let's go តោះអញ្ចឹងបងប្អូនអាចមើលខាងនេះបានខ្ញុំដាក់អេក្រង់បង្ហាញបាទអញ្ចឹងជំហានទី1បងប្អូនចូលមកកាន់ Google ក៏បានបងប្អូនចូលមកកាន់ Play Store ក៏បានបើសិនបើបងប្អូនមិនទាន់មាន account ទេឥឡូវខ្ញុំចូលទៅកាន់ Play Store តែម្ដងទៅព្រោះបងប្អូនមួយចំនួនខ្ញុំជឿថាកន្លែងដែលមានបញ្ហាគឺនៅកន្លែង Play Store ហើយនិង YouTube អីហ្នឹងឯងដែលវាអត់មាន account ដល់អញ្ចឹងកម្មវិធីក៏អត់អាច down បាន YouTube ក៏ពិបាកក្នុងការមើលតោះអញ្ចឹងយើងចូល Play Store មកដោយសារថាទូរស័ព្ទខ្ញុំនេះវាមាន account រួចហើយក៏ប៉ុន្តែខ្ញុំនឹងបង្ហាញអំពីរបៀបនៃការបង្កើតម្ដងទៀតសម្រាប់បងប្អូនបាទអញ្ចឹងបងប្អូនគ្រាន់តែចូលមកកាន់កន្លែងរូប profile នេះមកនៅខាងស្ដាំដៃបាទបងប្អូនចុចលើវាមួយបន្តមកទៀតបងប្អូនជ្រើសរើសយកពាក្យថា Suite account បាទមកមើលពាក្យថា add other account បាទបងប្អូនយកពាក្យថា add other account នឹងមកបងប្អូនចុចលើវាមួយបន្តមកទៀតចុចលើពាក្យថា Google កន្លែងនេះគឺវាឲ្យបញ្ចូល Gmail account ក៏ប៉ុន្តែយើងអត់ទាន់មានទេខ្ញុំឧទាហរណ៍ថាបងប្អូនមិនទាន់មាន Gmail account ហ្នឹងទេបាទអញ្ចឹងបងប្អូនត្រូវចូលមកកាន់កន្លែងណាគឺ Create account បាទបងប្អូនចុចលើវាមួយមកអញ្ចឹងជាធម្មតាចុចមកវានឹង load ពីររបៀបមានន័យថាទី1 for my personal use យើងប្រើជាលក្ខណៈ private តែឯងទេហើយសម្រាប់ខាងក្រោមនេះគេដាក់ថា for work or my business ប្រើលក្ខណៈការងាររួមគ្នានិងតាក់ទងជាមួយ business អញ្ចឹងខាងក្រោមនេះគឺយើងមិនយកទេយើង
យកតែ personal សម្រាប់តែយើងម្នាក់ឯងផ្ទាល់ខ្លួនទេបាទអញ្ចឹងយើងចុចកន្លែងខាងលើមកបន្តមកទៀតបងប្អូនត្រូវបំពេញឈ្មោះនៅតាមcloud ដែលគេបានដាក់ឲ្យនេះបាទហើយអ្វីដែលខ្ញុំ recommend នោះគឺខ្ញុំចង់ឲ្យបងប្អូនបង្កើតដាក់ឈ្មោះនាមតកូលអីដល់ខ្លួនឯងហើយតាក់ទងជាមួយថ្ងៃខែភេទអីហ្នឹងគឺយើងដាក់ឲ្យត្រូវមកស្រួលពេលដែលមានបញ្ហាយើងងាយស្រួលនឹងដោះស្រាយបាទអញ្ចឹងយើងចុចកន្លែង name ហ្នឹងមកបន្តមកទៀតបងប្អូនបញ្ចូលឈ្មោះមកឥឡូវឧបមាថាខ្ញុំដាក់លក្ខចុះលក្ខពេជ្រដាក់លក្ខពេជ្រអញ្ចឹងចុះបាទបន្តមកទៀតបងប្អូនគ្រាន់តែចុចកន្លែងពាក្យថា next នេះមកអូខេអញ្ចឹងតាក់ទងជាមួយថ្ងៃខែបងប្អូនដាក់ real ក៏បានអញ្ចឹងដាក់ fake ក៏បានក៏ប៉ុន្តែបើសិនបើយើងដាក់ fake ឈ្មោះមិនពិតថ្ងៃខែឆ្នាំមិនពិតពេលដែលយើងមានបញ្ហាយើងចង់បានវាមកវិញគឺវាអត់ងាយទេអញ្ចឹងណាក៏ប៉ុន្តែបើបងប្អូនគិតថាគ្រាន់តែប្រើបដោះអាសន្នឬក៏អីអាហ្នឹងដាក់ fake ក៏ដាក់ទៅបាទអញ្ចឹងយើងវាយមកដាក់ថ្ងៃ25ខែប្រហែលជាដាក់មកឥឡូវដាក់98អីចឹងបាទហើយកន្លែងពាក្យថា gender នេះគឺតាក់ទងជាមួយភេទអញ្ចឹងខាងលើនេះគឺ female គឺស្រី male នេះប្រុសបើយើងប្រុសយើងដាក់ប្រុសមកដាក់យកអាក្រោមនេះមកបន្ទាប់មកបងប្អូនចុច next បន្តមកអញ្ចឹងកន្លែងនេះវាឲ្យយើងបំពេញឥឡូវយើងចង់បានដោយឈ្មោះដែលយើងបានដាក់មុនឬក៏យើងចង់បានអ្វីផ្សេងក៏ប៉ុន្តែខ្ញុំយកដូចឈ្មោះដែលបានដាក់មិញចុះឧបមាថាលក្ខពេជ្របាទយើងដាក់លក្ខពេជ្រមើលវាឲ្យលក្ខពេជ្រ55ចេះចុះបាទហើយយើងចុច next បន្តទៀតមកអត់ឲ្យទេអញ្ចឹងអ្វីដែលគេឲ្យគឺមានលក្ខពេជ្រ48លក្ខពេជ្រ31L ពេជ្រ59 03ឥឡូវយកលក្ខពេជ្រ48នេះចុះបាទហើយយើងចុច next មកបន្តមកទៀតតាក់ទងជាមួយលេខកូដអញ្ចឹងលេខកូដបងប្អូនដាក់មកបងប្អូនចង់ដាក់ប្រហែលសេចទៅបងប្អូនទេឥឡូវខ្ញុំទៅដាក់អញ្ចឹងចុះព្រោះ Gmail នេះគ្រាន់តែជាខ្ញុំបង្ហាញទេខ្ញុំក៏អត់យកទៅប្រើការអីដែរព្រោះគ្រាន់តែបង្ហាញបងប្អូនបាទអញ្ចឹងបន្តទៀតបងប្អូនចុច next មកហើយយើងមិនបាច់ save ទេកន្លែងនេះយើងមិនបាច់ save នៅក្នុងទូរស័ព្ទហ្នឹងទេយក not now មកអូខេបន្តមកទៀតយើងចុច agree បាទអញ្ចឹងGmail របស់យើងគឺបានបង្កើតរួចរាល់ហើយបងប្អូនមកមើលខាងក្រោមគេមកនេះលក្ខពេជ្រ48បងប្អូនអាចចុច accept វាបានអញ្ចឹងវាអត់មានអីពិបាកទេតែប៉ុណ្ណឹងគឺបងប្អូនអាចធ្វើការទាញយកកម្មវិធីផ្សេងៗនៅក្នុង Play Store បានហើយបងប្អូនហើយវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេហើយសង្ឃឹមថាបងប្អូននឹងចេះបង្កើតទាំងអស់គ្នាសម្រាប់ការប្រើដោយមានសុវត្ថិភាពបាទចាំជួបគ្នានៅវីដេអូក្រោយបន្តទៀតបងប្អូន